គម្រោងផ្លូវលើអាកាសដំបូងគេនៅកម្ពុជានឹងត្រូវបានសាងសង់តភ្ជាប់តំបន់ទាំងនេះរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីគម្រោងសាងសង់ផ្លូវអាកាសនិងផ្លូវរថភ្លើងក្រោមដីនាពេលខាងមុខដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញពិសេសចរាចរណ៍ពីតំបន់អាកាសយានដ្ឋានអន្តរជាតិតេជុលមកកាន់ទីក្រុងតាមការបញ្ជាក់ពីឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីពេលកន្លងនេះបានឲ្យដឹងថាពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងផ្លូវអាកាសដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជុលចូលមកក្នុងក្រុងភ្នំពេញឯកឧត្តមបានបញ្ជាក់ថាយើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួរស្រូវហោះលើផ្លូវលេខ217មកចុះមហាស្របចេនឡាផ្សារដើមគោក្រៅពីគម្រោងសាងសង់ផ្លូវលើអាកាសនេះដែររាជរដ្ឋាភិបាលកម្ពុជាក៏បាននឹងកំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីមេត្រូដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនេះផងដែរដោយក្នុងឱកាសនោះឯកឧត្តមក៏បានគូបញ្ជាក់ថាចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញយើងក៏មានគម្រោងសាងសង់ផងដែរដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជុលចូលមករាជធានីភ្នំពេញនិងផ្លូវចូលក្រុងផងដែរបើយោងតាមរបាយការណ៍សិក្សាបឋមរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនរួមជាមួយនឹងមន្ត្រីជំនាញរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB គម្រោងផ្លូវរថភ្លើងក្រោមដីដំបូងនៅកម្ពុជានេះគ្រោងនឹងសាងសង់ចំនួន4ខ្សែដែលខ្សែនីមួយៗមានប្រវែងពី16គីឡូម៉ែត្រទៅ29គីឡូម៉ែត្រហើយនេះគ្រោងចំណាយថវិកាប្រមាណជា3.5 លានដុល្លារឯណោះសង្ឃឹមថាគម្រោងនេះនឹងបានលេចរូបរាងនៅរាជធានីភ្នំពេញហើយក៏ជាមុខមាត់របស់ប្រទេសកម្ពុជាយើងដែរបើសិនជាមាននឹងឯផ្លូវរថភ្លើងលើអាកាសក៏ដូចជាទៅអនាគតយើងមានផ្លូវនឹងឯក្រោមដីវាធ្វើឲ្យកាត់បន្ថយការកកស្ទះនឹងឯផ្លូវរាជធានីភ្នំពេញព្រោះដោយសារបច្ចុប្បន្នគឺផ្លូវកកស្ទះខ្លាំងមែនទែនណាបងប្អូននឹងឯអញ្ចឹងបើសិនជាលេចរូបរាងពិតប្រាកដមែនយើងចូលរួមអបអរទាំងអស់គ្នា Colio សាច់លេខ1សាច់ Premium សម្រាប់បរិះទាន់សម័យស្លៀកហើយត្រជាក់ស្រួលមិនស្អុះស្អាប់បោកទឹកមិនយាមិនបែកព្រួយសាច់យឺតស្រួលស្លៀកបងប្អូនអាចទំនាក់ទំនងមក Page Booking ឥឡូវនេះបាន Promotion 4ថែម1 Free សេវាដឹកជូន